នៅស្រុកសៀមសៀមប្លន់សៀមកាប់សម្លាប់ជនបរទេសបង្ករឿងទំនាស់ធ្វើឲ្យផ្អើលលើវិស័យទេសចរពុទ្ធសាសនាកំពុងធ្លាក់នរកអ្នកបួសចាញ់ធ្វើចោលគ្រប់គ្នាប្រជាជននៅតាម6ខេត្តជាប់ព្រំដែនកម្ពុជាចាប់ផ្ដើមស្អប់ពួកជាតិនិយមថៃថាភ្លើបង្កឲ្យសេដ្ឋកិច្ចដាំក្បាលចុះចំណែកប្រជាជននៅខាងត្បូងប្រទេសកំពុងតែសង្ស័យថារឿងជីកព្រែកឬធ្វើស្ពានគោកកាត់ពីកើតទៅលិចនេះនៅអត់ទាន់ស្រេចបាត់ទេអញ្ចឹងគ្រប់វិស័យសៀមកំពុងតែដាំក្បាលចុះចំពេលដែល rapporteur របស់ UN បាននិយាយថាជនភៀសខ្លួនខ្មែរជាង 20,000 នាក់គឺពិតជាបណ្ដាលពីការដែលសៀមវាកាន់កាប់ទឹកដីអញ្ចឹងទាមទារឲ្យវាដោះស្រាយរឿងហ្នឹងឲ្យប្រជាជនបានទៅលំនៅឋានវិញនេះគឺជាគំនាបនយោបាយធម្មតាវាត្រូវការពេលវេលាប៉ុន្តែគំនាបនេះសិតតែរុញសៀមឲ្យដាំក្បាល